ឡំដោះទាក់ទងទី1ការសរសេរអក្សរសូមមើលទាំងអស់គ្នាសរសេរអក្សរអូខេអញ្ចឹងឧទាហរណ៍ថារូបយើងចង់បានសរសេរអក្សរត្រង់ចំណុចណាមួយឡូវខ្ញុំចង់សរសេរអក្សរលើជ្រុងនេះបងប្អូនអូខេអញ្ចឹងចង់សរសេរជ្រុងណាដូចខ្ញុំវារុញវាចុចចំវារុញទៅ normal ឃើញអត់តើអត់អញ្ចឹងគោលដៅរបស់យើងចង់សរសេរអក្សរឲ្យចំជួរដែលយើងចង់បានអញ្ចឹងយើងអាចខ្ចីបន្ទាត់មួយលើវាយើងយកបន្ទាត់នេះសិនឆ្លាញ់អត់ណាអូខេយើងចង់បានបែបណាឡូវយើងចង់បានបន្ទាត់ត្រង់ចង់ឲ្យសរសេរអក្សរត្រង់ថាចង់បានពាក្យក្តៅក៏ចង់បានប៉ុន្តែអាស្រ័យលើសរសេរឃើញអត់ខ្ញុំគូសប៉ុណ្ណេះហើយ mouse តាមលើវាយកពាក្យ select ឬក៏ផ្ដាច់អានេះបានផ្ដាច់នេះបានតើអត់ទាំងពីរអាច mouse តាមក៏បានចុចលើវាក៏បានតើណាតែយើងអូខេអញ្ចឹងដល់ពេលបន្ទាប់មកដល់ពេលយើងបានបែបនេះយើងសរសេរអក្សរនេះវាអក្សរ E អត់យើងចូលទៅ feature ពេលចូល scratch ហ្នឹងហើយយកអក្សរ A នេះតើអត់វាអក្សរ A បាទវាអក្សរ A ឥឡូវយើងចាប់ដើមសរសេរអក្សរនេះណាចឹងអាខ្សែកងនេះចង់ឲ្យរត់តាមនេះចុចលើបន្ទាត់នេះដែលយើងចុចហើយឃើញអត់នេះបន្ទាត់ដែលយើងឲ្យចង់រត់តាមឥឡូវខ្ញុំសរសេរអក្សរថោះឈ្មោះខ្ញុំណាបាទអៀមឌីណាវចុះបាទអៀមឌីណាវអូខេអញ្ចឹងបន្ទាប់មកឃើញអត់អញ្ចឹងវារត់អក្សរបែបនេះហើយដូចចំណុចហ្នឹងអញ្ចឹងយើងអាចសេរីនៅកណ្ដាលនៅឆ្វេងនៅស្ដាំអាស្រ័យយើងចង់បានឃើញអត់ព្រោះណាអញ្ចឹងដល់ពេលបានចំណុចហ្នឹងហើយនេះយើងកុំភ្លេចអានេះយើងចង់សេរី font យើងដោះវាព្រោះណាបាទដោះវាយើងចុចលើ font នេះហើយយើងអាចកែ font នេះបានចង់បាន font បែបណាយើងកែមកឃើញបានបែបនេះព្រោះណាអូខេបាទអញ្ចឹងយើងចង់បានរើស model font ណាយើងរើសមកសាច់លើយើងស្រឡាញ់អក្សរដិតអញ្ចឹងទំហំវាឃើញអត់អញ្ចឹងយើងចង់បាន font មាន10ប្រមាណអាស្រ័យលើយើងអញ្ចឹងបើយើងអត់ចង់បានបែបនេះយើងសេរីតាមនេះបានចុច unit នេះហាយវាយើងដល់យើងយករបស់យើងមិនយើងតូចអញ្ចឹងដល់មើលអត់ទាន់ណានេះខ្ញុំណារបស់ខ្ញុំបែបនេះអញ្ចឹងខ្ញុំសេរីដាក់5ចុះចុចលើវាឃើញធំជាងមុនអត់ធំជាងមុនណាបាទបន្ទាប់មកបានហ្នឹងហើយបាទបានអក្សរនៅបាននៅបានហើយអូខេអញ្ចឹងយើងថាគ្រូខ្ញុំចង់អក្សរលិបលៀនអញ្ចឹងដើម្បីលៀនចូលតាមណាដើម្បីអក្សរលោតចេញក្រៅដើម្បីបដោះសាច់ចូលតាមណា picture extrude បាទឲ្យទាញអក្សរយើងមកបាទឃើញអត់បើតែកុំភ្លេចយើងចុចលើផ្ទាំងអក្សរឃើញអត់ដល់តើអញ្ចឹងយើងសេរីឲ្យតូចមកសេរីទាញចុចមកខ្លីមកនេះក៏បីប្រវែងបានខ្ញុំយកប៉ុន្មានយកតែមួយបានណាអូខេហើយខ្ញុំចុចក្រៅឃើញចេញលៀនទៅចេញលៀនទៅបាទឡូវខ្ញុំដាក់2ក៏បានដែរឲ្យឃើញដល់ឃើញ2ដល់ឃើញលៀនទៅឃើញឃើញអក្សរលៀនចេញក្រៅអត់ហើយឃើញមកចប់ដល់តើនៅចំណុចហ្នឹងឃើញអត់អូខេអញ្ចឹងខ្ញុំចង់បាន lip lock ខ្ញុំនិយាយភាសាទៀតអូខេអញ្ចឹងខ្ញុំចង់បានអាខាងក្រោមម្ដងឡូវខ្ញុំចង់បានក្រោមម្ដងចុចចំវាមកស្ដាំលើវាឡូវខ្ញុំដាក់ lip ម្ដងអញ្ចឹងចៃបន្ទាត់ដូចគ្នាមកចង់បានបែបណាយកបែបនេះនេះសិនឆ្លាញ់ណាអូខេបានណាបាទចុចលើវាអញ្ចឹងមកហើយបងយកទៅគូសឡូវចង់បានបែបណាឡូវចង់បានអស់ដេកផ្ដួលតាមយើងអត់បញ្ហាទេឡូវខ្ញុំចង់បានដេកចោះសំខាន់គឺដៅរបស់យើងចង់បានលើវាអូខេយើងធ្វើមិនរត់តាមយើងទាំងអស់អូខេខ្ញុំចង់បានប៉ុណ្ណេះអូខេអញ្ចឹងណាតើអត់អូខេដល់ខ្ញុំលុបចោលខ្ញុំដាក់ពាក្យកដាលចុះពាក្យកដាលបានហើយចុចឲ្យចំវាចឹងមកបាទលុបវាចោលមកអូខេខ្ញុំដាក់ម្ដងទៀតបាទខ្ញុំដាក់ពាក្យកដាលបានហើយដាក់ឲ្យពុះក៏បានអត់អីទេវារត់តាមយើងទៅមូលហេតុអីយើងដាក់បែបនេះគឺដើម្បីអីដើម្បីអោយវានៅចំកដាលពេលយើងប្រើពាក្យសិនឆ្លាញណាតើអត់យើងកុំភ្លេច select លើវាផ្ដាច់វាឃើញអញ្ចឹងដល់ពេលយើងប្រើសិនឆ្លាញវាគិតពីចំណុចនេះចំណុចចុះបើយើងដាក់ខ្ពស់យើងអត់ចំកដាលទេអញ្ចឹងចូលអូខេអក្សរ E ដដែលបាទគេមកបាទៀបឌីណា
ខេ2026អូខេចឹងពួកឯងយកពួកឯងមើលខ្សែកងរបស់យើងមាន select អត់មានទេឃើញអត់មានទេឃើញអត់យកបានអត់អញ្ចឹងដល់ពេលអញ្ចឹងយើងចង់ឲ្យរត់តាមបន្ទាត់របស់យើងនេះយើងយកមកចុចលើវាមកនេះចុចបន្ទាត់នេះគឺរត់តាមមកឃើញមានបន្ទាត់អាឡាញ2អត់តោះដល់អញ្ចឹងយើងអាចសេរីនេះអាចកដាលឆ្វេងស្ដាំឃើញអត់អញ្ចឹងបើសិនយើងគូបន្ទាត់លើវាប្រកាសជាលុតអក្សរមកក្រោមអញ្ចឹងត្រូវអត់បាទវាអត់ខ្វល់សំខាន់គិតកដាលអូខេអញ្ចឹងបន្ទាប់មកមានកងមានត្រឡប់មានអីតាមអ្វីទៅពួកនេះសេរីណាអូខេអូខេអញ្ចឹងតេស្តខ្លួនឯងចំណុចនេះហើយដោះវាឡូខ្ញុំចង់បានអក្សរធំនេះបាទអក្សរប៊ូលអញ្ចឹងអាចសេរីទៅអញ្ចឹងខ្ញុំចង់ឲ្យអក្សរប្រហែលខ្ញុំយក4ចុះបាទយក4មើលខ្ញុំតិចអូខេតិចធំជាងមុនអត់ធំហ្នឹងណាតិចលោតណាបងឃើញអត់ឃើញបន្ទាប់មកតិចមកអញ្ចឹងយើងចង់បានអីគេចង់បានអក្សរលិបក្នុងអញ្ចឹងអញ្ចឹងពួកឯងចូលតាមណាមិញដោះសាច់ចេញបើយើងពាក្យតែលិបយើងដកសាច់ចេញអញ្ចឹងបាទយក extrude cut ចូល feature យក extrude cut តោះអត់ហ្នឹងណាបាទអូខេអញ្ចឹងឃើញអត់អញ្ចឹងពួកឯងចង់បាននេះប្រហែលឃើញភ្លុះអត់ឃើញភ្លុះក្នុងអត់ឃើញភ្លុះខាងក្នុងអត់ឃើញភ្លុះអត់បាទឥឡូវខ្ញុំដាក់ឲ្យធ្លាយមើលខ្ញុំដាក់ធ្លាយអញ្ចឹងដល់ពេលពួកឯងយកធ្លាយនេះបើយក through all មកឃើញភ្លុះអត់តោះអត់បើសិនពួកឯងចង់ភ្លុះពួកឯងកុំយក through all នេះពួកឯងយកពាក្យឡាញហើយពួកឯងវាយប្រវែងចូលតោះអូខេដល់ខ្ញុំថាយក5ចុះដើម្បីឃើញធំចុះចុចលើវាគេអសចូលក្នុងអត់ឃើញអត់ឃើញចូលក្នុងអត់បាទហើយតិចមកតែឃើញអត់ឃើញអសចូលក្នុងអត់ឃើញសាច់ចូលក្នុងអត់ទេឃើញណាឃើញប្រហោងអត់បាទដល់តន់ដល់ចំណុចហ្នឹងអូខេបាទចប់ទីតុងចំណុចហ្នឹង